ជំរាបសួរក៏សួស្តីទៅកាន់មិត្តជើងយើងទាំងអស់គ្នាផងដែរបាទថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកបន្តិចបាទក្នុងការតជើងថ្មបក Oppo A15 មិនថាស៊េរីណាទេបាទជាពិសេស Oppo A15 A31 ABS ឬក៏ Vivo បាទអញ្ចឹងករណីដែលយើងតបែបហ្នឹងគឺមានន័យថាទូរស័ព្ទរបស់យើងហ្នឹងគឺវាបាត់ data ថ្មគឺពេលយើងសាកថ្មទៅ load error ណាឬក៏មានបាត់ data ថ្មម្ដង1ម្ដង2ម្ដង10អីចឹងទៅអញ្ចឹងករណីបែបហ្នឹងគឺហៅថាload បាត់ data ថ្មបាទហើយយើងសាកទៅ load chain error អីចឹងណាឬក៏ឡើងកម្ដៅអីចឹងទៅអញ្ចឹងជាទូទៅគឺវាដាច់ជើងកណ្ដាលហ្នឹងដែលយើងយកនេះការរបស់យើងកាត់យកមកផ្នែក Yacht mode ហើយយើងចាក់លើជើងរបស់វាណាបើករណីយើងវាស់ទៅជើងទាំងអស់វាដាច់អញ្ចឹងប្រកាសជាវា ON នៅលើនេះការរបស់យើងអញ្ចឹងដើម្បីយើងវាស់ទៅបានគឺយើងកាត់ Yacht mode ហើយយើងបាទគាស់វាទៅវាស់វាទៅជាស្រេចអញ្ចឹងវីដេអូយើងខ្លីៗទេគ្រាន់តែការជាការចែកម្លែកក្នុងការតជើងរបស់វាហើយយើងមើលលើសមាណាជើងសមាជើងកដាលដែលវាដាច់ហ្នឹងវារត់ទៅណាអញ្ចឹងក្នុងការតវាយើងយកលួសមកតមអเตอร์ไซค์មកបាទលួសទូចក៏បានធំមកល្មមក៏បានដែរហើយយើងរកចំណុចវាមួយដែលជាចំណុចចម្លងរបស់វាចេញពីគល់ណាដូចជាការតបែបហ្នឹងគឺមានន័យថាយើងវាដាច់ឡាញគេហៅថាដាច់ឡាញជើងថ្មណាអញ្ចឹងយើងតយកតំណែងមកវិញដែលយើងធ្វើការតនៅលើក្បាលកង់ resistance មកគ្រាប់បញ្ជាក់ផងដែរក្នុងការតហ្នឹងយើងមើលណាបើវាសិនជាវាដាច់ខាងឆ្វេងយើងតកន្លែងផ្សេងវាដាច់ខាងស្ដាំយើងតយកខាងស្ដាំព្រោះ resistance ជើងថ្មរបស់វាគឺវាមាន2ជើងណាជើងកណ្ដាលដែលវារត់ចូលទៅកាន់ IC CPU ផ្សេងបាទអញ្ចឹងក្នុងការតរបស់វាគឺយើងដាក់សំណបដោះ IC បន្តិចទៅដើម្បីឲ្យងាយស្រួលខ្សែអញ្ចឹងសម្រាប់ជាងដៃថ្មីគឺគាត់ធ្លាប់តែឃើញហើយគាត់អត់ធ្លាប់ជួសជុលអញ្ចឹងខ្ញុំចែកម្លែកតិចបាទដើម្បីឲ្យគ្នាយើងគាត់អាចធ្វើបានណាអញ្ចឹងតិចប៉ុណ្ណឹងយើងអាចធ្វើបានហើយយើងមិនពិបាកទេក្នុងការតបាទយើងសុខចិត្តធ្វើមួយបង្ហាញមិត្តជាងយើងឲ្យគាត់ចាប់បានបាទគាត់អាចផ្សារបានបើករណីជាងយើងគាត់ចេះច្រើនខ្លាំងហើយគាត់អាចរំលងបានណាប៉ុន្តែគ្រាន់តែថាជាការចែកម្លែករបស់ខ្ញុំទេបាទព្រោះវាមូលដ្ឋានគ្រឹះរបស់វាគឺចេញពីអាតិចហ្នឹងហើយមិនថាយើងរៀនគ្រូដែលជោគជ័យឬក៏លោកគ្រូល្បីប៉ុណ្ណាក៏គាត់ចាប់ផ្ដើមពីមូលដ្ឋានគ្រឹះរបស់យើងហ្នឹងហើយអញ្ចឹងណាអញ្ចឹងកុំឲ្យវែងឆ្ងាយបាទក្នុងការតរបស់វាគឺយើងធ្វើការដាក់លួសមอเตอร์ไซค์មកយើងធ្វើការផ្សារភ្ជាប់ជាមួយនឹងក្បាល resistance មួយគ្រាប់ហើយវីដេអូយើងអត់សូវលឿនទេបាទយើងធ្វើមួយចែកឲ្យមិត្តជាងយើងហើយមើលទៅវាអធិស្ឋានខុសឆ្គងត្រង់កន្លែងណាជួយអធិស្ឋានផងព្រោះដោយសារយើងអត់បានត្រៀមទុកបាទរៀបចំទេយើងគ្រាន់តែឃើញហើយយើង record រៀបតហើយយើងចែកជូនមិត្តជាងយើងតែម្ដងអញ្ចឹងណាអញ្ចឹងសម្រាប់វីដេអូហ្នឹងបើសិនជាចេញទៅវាគិតថាវាល្អមិត្តជាងយើងអាចចែកម្លែកបានហើយមិត្តជាងអ្នកគាត់ចេះច្រើនហើយគាត់អាចរំលងបានណាព្រោះដោយសារជាការចែកម្លែកមួយបែបរបស់ខ្ញុំទេហើយនៅក្នុងមេរៀនគឺយើងមានទាំងអស់បាទនៅក្នុងការប្រើសមាប្រើអីគឺអូម៉ែត្រនេះការវាស់អីគឺយើងមានអញ្ចឹងយើងគ្រាន់តែធ្វើការវាស់ឲ្យដឹងខ្សែបន្តដាច់ទេយើងគ្រាន់តែធ្វើការតទៅបានហើយតទៅយើងធ្វើការតហើយយើងធ្វើការចាក់កាវសម្ងួតរបស់វាដែលគេហៅថាអំពូល UV យើងហ្នឹងយើងចាក់ទុកវាកុំឲ្យវាមានបញ្ហាហើបឬក៏ដាច់អីចឹងដាច់ទៀតណាអញ្ចឹងអធិស្ឋានបងអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់អំពូល UV សម្ងួតហើយយើងធ្វើការដាក់ទាំងពីរណាទាំងលើទាំងក្រោមហើយដាក់ឲ្យយើងវាស់មកផងដោយសារវីដេអូហ្នឹងយើងអត់បានធ្វើការវាស់ឲ្យជាក់ស្ដែងមើលទេអញ្ចឹងតែមិត្តជាងយើងគាត់អត់តន់ចេះវាស់គឺគាត់អាចរៀនបន្ថែមព្រោះដោយសារក្នុងការវាស់គឺអត់ពិបាកទេបាទយើងគ្រាន់តែកាន់ចោតតម្លៃយត់ម៉ូតដែលគេសរសេរមកទៅយើងវាស់ទៅបាទឬក៏បតកັບសាច់របស់យើងអាចវាស់ធ្វើការវាស់ធៀបទៅអញ្ចឹងណាអញ្ចឹងជើងរបស់វាគឺខាងលើអត់ដាច់ទេក៏ដាច់ខាងក្រោមអញ្ចឹងយើងមើលដែរសមាគេសរសេរមកបែបណាយើងធ្វើតាមសមាណាយើងអាចចំណាំបានទេពេលខ្លះសមាវាផ្សេងគ្នាណាទូរស័ព្ទអញ្ចឹងយើងធ្វើការចាក់កាវ UV ទប់ដើម្បីកុំឲ្យវាប៉ះទៅវាដាច់បាទដោយសារម៉ាស៊ីននេះវាចូលទឹកពីច្រើនម៉ាស៊ីនដែលចូលទឹកគឺវាពីច្រើនគឺវាដាច់ឡាញខាងក្នុងគេហៅថាដាច់សមាណាstop layer របស់វាគឺវាដាច់អញ្ចឹងទៅឬក៏វាដាច់អត់ស្រួលអញ្ចឹងករណីម៉ាស៊ីនយើង load សាកថ្មទៅ load chain error load អីហ្នឹងវាអាចមកពីអាជើងកណ្ដាលហ្នឹងណាអញ្ចឹងវីដេអូយើងគឺខ្លីទេបាទគ្រាន់តែចង់ចែកម្លែកមួយបែបទៅកាន់មិត្តជាងយើងអញ្ចឹងបើមានកំហុសខុសឆ្គងត្រង់ប្រការណាជួយអធិស្ឋានផងហើយយើងនៅជួបគ្នាវីដេអូបន្តទៀតបាទអរគុណច្រើនជំរាបលាអ្នកទាំងអស់គ្នាបាទ